សួស្តីបងប្អូនមិត្តភក្តិទាំងអស់គ្នាឥឡូវនេះយើងឈានជើងដល់រដូវកាលបៃតងហើយចាំកាលបងប្អូនទាំងអស់គ្នាអញ្ជើញមកទស្សនាតំបន់បៃតងនៅក្នុងខេត្តកំពតមួយនេះបាទខ្ញុំសូមណែនាំរីសតមួយដែលស័ក្តិសមដែលយើងអាចហៅថាជាតំបន់បៃតងស្រស់បំព្រងគឺរីសតមួយដែលមានឈ្មោះថា River Tree Villa and Resort ដែលស្ថិតនៅក្នុងទីរួមខេត្តកំពតតែម្ដងបាទឥឡូវនេះគឺជារដូវកាលពណ៌បៃតងហើយខ្ញុំចង់សួរបងប្អូនថាតើបងប្អូនចាំកាលបានបងប្អូននាំគ្នាមករកទីកន្លែងស្រស់ស្អាតដែលមានទេសភាពពណ៌បៃតងព័ទ្ធជុំវិញបងប្អូនទាំងអស់បែបនេះបាទដូច្នេះខ្ញុំសូមណែនាំរីសតមួយកន្លែងដែលមានទេសភាពស្រស់ស្អាតមានពណ៌បៃតងជុំវិញខ្លួនបងប្អូនតែម្ដងបើសិនជាបងប្អូនបានអញ្ជើញមកបាទហើយវាធ្វើឲ្យសុខភាពយើងក៏ល្អវាធ្វើឲ្យអារម្មណ៍យើងក៏ស្រស់ស្រាយគឺខ្ញុំសូមណែនាំ River Tree Villa និង Resort បាទនៅក្នុងទីក្រុងកំពតតែម្ដងបាទមិនឆ្ងាយពីក្រុងពេកទេហើយជាកន្លែងដែលបងប្អូនអាចគេចខ្លួនចេញពីការងារចេញពីមុខរបររស់ស៊ីមកសម្រាកលំហែកាយក្នុងរយៈពេលដ៏ខ្លីជាមួយនឹងក្រុមគ្រួសារដើម្បី refresh ខួរក្បាលរបស់យើងហើយយើងអាចត្រឡប់ទៅវិញយើងនឹងមានអារម្មណ៍ល្អហើយយើងអាចប្រកបការងាររស់ស៊ីលក់ដូរហ្នឹងកាន់តែរីកចម្រើនជាងមុនបាទបើសិនជាបងប្អូនមិនដើរលេងខ្លះបងប្អូនអង្គុយសង្កត់តែធ្វើការឬក៏រកស៊ីខ្ញុំគិតថាវាមិនមែនជារឿងល្អទេបាទពេលខ្លះយើងគួរតែ work life balance បាទដើរលេងខ្លះធ្វើការខ្លះបានជីវិតយើងមានន័យបាទជាពិសេសនាំអ្នកដែលយើងស្រឡាញ់ដូចជាប្រពន្ធកូនមកដើរកម្សាន្តនៅទីកន្លែងបែបនេះគឺយើងមានអនុស្សាវរីយ៍ច្រើនជាមួយនឹងគ្នាបាទឥឡូវនេះខ្ញុំសូមណែនាំពីបន្ទប់ដែលខ្ញុំបានស្នាក់នៅក្នុង resort នេះដែលមានឈ្មោះថា Sweet Private Pool Villa ដែលជាបន្ទប់មួយដាច់ដោយឡែកហើយមានភាពធំទូលាយខ្លាំងណាស់បាទនៅពេលដែលយើងបើកទ្វារចូលមើលដំបូងនេះគឺយើងនឹងឃើញមានការស្វាគមន៍ដោយរូបចម្លាក់សំពះបាទហើយយើងក៏ឃើញកន្លែងទទួលភ្ញៀវមុនគេផងដែរដែលមាន Smart TV ដ៏ធំអាច play YouTube បានដូចគ្នាបាទហើយកន្លែងអង្គុយមួយនេះដែរគឺសម្រាប់បងស្រីគាត់អាចថតរូបដាក់ចូលក្នុង social media បានច្រើនប៉ុស្តិ៍តែម្ដងបាទជាមួយនឹងកន្លែងទទួលភ្ញៀវបែបនេះបាទបន្ទប់នេះមានអាងហែលទឹកជាលក្ខណៈឯកជនឬក៏ private pool ដែលអាចឲ្យយើងហែលទឹកលេងជាមួយនឹងក្រុមគ្រួសារដោយយើងមិនចាំបាច់ទៅអាងហែលទឹកធំហើយយើងក៏មានវេរ៉ុងដាដើម្បីមើលព្រែកផងដែរបាទជ្រុងមួយទៀតនៃបន្ទប់គឺយើងមានកន្លែងលាងដៃយើងមានបង្គន់បន្ទប់ទឹកនិងកន្លែងដែលបងស្រីអាចអង្គុយតែងខ្លួនបានចំពោះបង្គន់និងបន្ទប់ទឹកគឺមានផាសុកភាពល្អជាពិសេសមាន view ដ៏ romantic ផងដែរបាទបន្ទប់នេះមានជាមួយនឹង King Bed Size ឬក៏បងប្អូនអាចរើសយកក្រេ2ក៏បានបើសិនជាបងប្អូនមានសមាជិកគ្រួសារច្រើនបាទខ្ញុំសូម rating resort នេះគឺ10 លើ 10ដោយសារ resort នេះមានទេសភាពស្រស់បំព្រងមានពណ៌បៃតងនៅជុំវិញខ្លួនរបស់ខ្ញុំហើយសំខាន់បុគ្គលិករួសរាយរាក់ទាក់ហើយម្ហូបនោះគឺឆ្ងាញ់តម្លៃក៏សមរម្យហើយជាពិសេសកូនស្រីរបស់ខ្ញុំគាត់ពិតជាសប្បាយចិត្តនិង enjoy នៅក្នុង resort មួយនេះយ៉ាងខ្លាំងខ្ញុំបានបង្កើតពេលវេលាល្អៗជាលក្ខណៈគ្រួសារនៅក្នុង resort មួយនេះហើយខ្ញុំនឹងវិលត្រឡប់មកម្ដងទៀត